ទីក្រុងបាត់ដំបងផ្លាស់ប្ដូររាល់ថ្ងៃប៉ុន្តែអគារនេះហាក់ដូចជានៅត្រឹងក្នុងពេលវេលាស្អាតណាស់ហេតែគួរឲ្យស្ដាយខ្លាំងណាស់កុំតន់ខូចអីនៅសល់តែម្នាក់ឯងទេមែនទេអូតើខ្ញុំអាចចូលមើលខាងក្នុងបានទេភ្ញៀវដំបងក្នុងរយៈពេលរាប់សប្តាហ៍ឪពុកខ្ញុំប្រាប់ថាមនុស្សគ្រប់គ្នាធ្លាប់មកទីនេះកន្លែងនេះធ្លាប់ពោងពេញដោយក្តីសុបិននិងការសើចសប្បាយតើខ្ញុំគួររចនាវាបែបណាទៅតើការគិតចម្រើនមានន័យថាត្រូវបំភ្លេចអ្វីៗគ្រប់យ៉ាងមែនទេរឿងរ៉ាវដែលកប់ក្នុងស្រទាប់ថ្នាំលាបខ្ញុំនឹងមិនអោយពួកគេវាយវាចោលទេពេលវេលាបានមកដល់ហើយពួកយើងអស់ពេលហើយយើងអាចរក្សាវាទុកបានមើលនេះក្តីសង្ឃឹមថ្មីចេញពីរូបរាងចាស់វាអស្ចារ្យណាស់ពន្លឺដែលមិនដែលរលត់ទេអរគុណដែលបានឃើញតម្លៃរបស់វាអតីតកាលមានជីវិតឡើងវិញសម្រាប់ថ្ងៃអនាគតតោះចាប់ផ្ដើមការងារសូមជួយចូលរួមទាំងអស់គ្នាដើម្បីកែដំណើរយើងសំឡេងតូចៗជាច្រើនបញ្ចូលគ្នាបង្កើតបានជាសំឡេងដ៏មានឥទ្ធិពលតិចតិចរបស់នេះចាស់ណាស់ហើយកំណប់ទ្រព្យដែលបាត់បង់ត្រូវបានរកឃើញវិញមិនគួរឲ្យជឿរឿងនេះនៅទីនេះសោះរាល់ស្នាមដេរគឺជាការផ្សះផ្សាអតីតកាលចិត្តរួចរាល់ហើយវានឹងស្អាតដូចដើមភាពស្ងប់ស្ងាត់នៃរាត្រីបង្កើតនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅខ្ញុំមិនដែលគិតថានឹងមានអ្នកណាម្នាក់ខ្វល់ខ្វាយដូចខ្ញុំទេជោគវាសនារបស់អគារនេះស្ថិតនៅលើចុងបិចរបស់គាត់តើអ្នកប្រកាសថាវាមានសុវត្ថិភាពសម្រាប់សាធារណជនបាទអគារនេះមានសុវត្ថិភាពសម្រាប់សាធារណជនខ្ញុំនឹងពិចារណាសំឡេងនៃអតីតកាលត្រឡប់មកវិញយ៉ាងពីរោះឈ្មោះថ្មីសម្រាប់គោលបំណងថ្មីបន្តិចទៀតរួចរាល់ហើយប៉ាយើងធ្វើបានហើយការសន្យាចំពោះឪពុកត្រូវបានបំពេញអរគុណក្មួយលោកយាយប្រកាសជាសប្បាយចិត្តបើសុខសប្បាយការចងចាំចាស់ចាស់ជួបនឹងការចាប់ផ្ដើមថ្មីថ្ងៃថ្មីបានចាប់ផ្ដើមសម្រាប់ភាពយន្តចុងក្រោយនៅបាត់ដំបងយើងធ្វើបានហើយសុផលសាលគុណមិនមែនគ្រាន់តែជាអគារទេវាគឺជាការជួបជុំគ្នាមើលចុះពួកគេមកមែនហើយកុំអីសុំអង្វរកុំតន់ខូចពេលនេះទោះគ្មានរូបភាពក៏នៅមានសេចក្តីសង្ឃឹមតោះច្រៀងទាំងអស់គ្នាពន្លឺបានត្រឡប់មកវិញហើយរួចរាល់ហើយភាពជោគជ័យដំបូងគឺជាការចាប់ផ្ដើមនៃអ្វីដែលធំជាងនេះអរគុណនារីបើគ្មានអ្នកខ្ញុំប្រហែលជាបោះបង់បាត់ហើយពិភពលោកចាប់ផ្ដើមឮសំឡេងរបស់យើងសុផលមើលនេះយើងល្បីហើយការរីកចម្រើនមិនមែនតែងតែមានន័យល្អនោះទេកន្លែងនេះស្អាតតែដីនេះមានតម្លៃជាងអគារទៅទៀតយើងនឹងមិនអោយប្រវត្តិសាស្ត្រខ្លាចជាផ្សារទំនើបឡើយយើងត្រូវការការការពារជាផ្លូវការយល់ព្រមសូមប្រាប់ខ្ញុំបន្ថែមទៀតរាល់រឿងរ៉ាវទាំងអស់មានតម្លៃពួកយើងបានទៅមើលកុនជាច្រើនដងនៅទីនេះគាត់និយាយត្រូវស្រមោលនៃការផ្លាស់ប្ដូរកំពុងតែខិតជិតមកដល់ពួកគេនឹងមិនឈប់ត្រឹមនឹងទេចំណេះដឹងគឺជាអាវុធដ៏ល្អបំផុតរបស់យើងប្រសិនបើយើងអាចបញ្ជាក់ថាវាជាបេតិកភណ្ឌជាតិពួកគេមិនអាចប៉ះពាល់វាបានទេនារីមើលនេះហត្ថលេខារបស់ស្ថាបត្យករភ័ស្តុតាងដែលកប់ទុកជាយូរមកហើយពណ៌អាចនិយាយបានខ្លាំងជាងពាក្យសម្ដីឲ្យពិភពលោកបានឃើញថាកន្លែងនេះមានជីវិតពន្លឺនៃក្តីសង្ឃឹមក្នុងរាត្រីដ៏ខ្មៅងងឹតមើលចុះគ្មានអ្នកណាចង់ឲ្យវាបាត់បង់ទេមាសប្រាក់ប្រឆាំងនឹងការចងចាំអ្នកមិនអាចបញ្ឈប់ការរីកចម្រើនបានទេកំលោះសម្លេងយុវជនគឺជាសម្លេងនៃអនាគតអគារនេះគឺជាបេះដូងរបស់យើងបើគ្មានបេះដូងទីក្រុងក៏គ្មានជីវិតដែរនារីមើលចុះ
មនុស្សគ្រប់គ្នាកំពុងជួយយើង ធម្មពលនៃបណ្ដាញសង្គមនាំមកនូវយុទ្ធធម៌ តើយើងធ្វើគ្រប់គ្រាន់ហើយឬនៅ ស្អែកនេះគឺជាថ្ងៃសម្រេចវាសនាជោគវាសនារបស់សាលកុនស្ថិតនៅក្នុងដៃរបស់អ្នកដទៃ កុំបារម្ភអីយើងបានត្រៀមខ្លួនរួចរាល់ហើយ សំណួរនីមួយៗគឺជាការសាកល្បងនៃសេចក្តីជំនឿតើហេតុអ្វីបានជាយើងគួររក្សាអគារចាស់នេះជំនួសឲ្យការអភិវឌ្ឍថ្មីសម្ដីដែលចេញពីបេះដូងតែងតែមានទម្ងន់វាសនាទីក្រុងមិនមែនវាស់លើតែកម្ពស់អគារទេគឺវាស់លើការចងចាំរបស់យើងត្រូវការការងារនិងសេដ្ឋកិច្ចមិនមែនត្រូវការធូលីដីទេ ភស្តុតាងដែលមិនអាចប្រកែកបាននេះគឺជាស្ថាបត្យកម្មដ៏កម្រដែលមិនអាចរកឃើញនៅកន្លែងណាផ្សេងបានទេ វត្តមានដែលមិនបានរំពឹងទុកខ្ញុំមកទីនេះដើម្បីនិយាយជំនួសអ្នកដែលមិនអាចនិយាយបានប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាអក្សរក្នុងសៀវភៅទេបើអ្នកបំផ្លាញអគារនេះអ្នកក៏បំផ្លាញជីវិតរបស់ខ្ញុំដែរ មិនថាមានរឿងអ្វីកើតឡើងយើងបានធ្វើអស់ពីសមត្ថភាពហើយ សូមចូលមកខាងក្នុងយើងមានលទ្ធផលហើយជ័យជំនះសម្រាប់បាត់ដំបងនិងសម្រាប់ដូនតារបស់យើងឈ្នះហើយសុផលយើងឈ្នះហើយផ្លូវទៅផ្ទះមិនដែលស្រស់ស្អាតយ៉ាងនេះទេ ចាំមើលមុខអ្នកភូមិភេឃើញរបស់នេះ អរគុណក្មួយទាំងពីរដែលមិនបោះបង់ចោលពណ៌នេះល្អឥតខ្ចោះសម្រាប់សម័យកាលនេះ យប់នេះ ផ្កាយនៅលើមេឃហាក់ដូចជាភ្លឺជាងធម្មតា តោះ ដល់ម៉ោងហើយ ការសន្យាត្រូវបានបំពេញហើយប៉ាឃើញទេវានៅតែនៅទីនេះតើគេពិតជាប្រើរបស់ធំៗនេះដើម្បីមើលកុនមែនទេ បាទគេពិតជាប្រើរបស់ធំៗទាំងនេះ មើលនេះខ្ញុំរកឃើញអ្វីមួយនៅទីនេះ វេទមន្តនៃភាពយន្តមិនចេះស្លាប់ឡើយ តើយើងនឹងធ្វើអ្វីបន្តទៀត រឿងរ៉ាវរបស់យើងទើបតែចាប់ផ្ដើម ការបញ្ជូនបន្តគឺជាកាតព្វកិច្ចនៃសេចក្តីស្រឡាញ់នេះគឺជាបេះដូងរបស់វាកូនត្រូវថែរក្សាវាឲ្យល្អហើយរឿងរ៉ាវនឹងបន្តជារៀងរហូត